ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកប្រាប់បងប្អូនពីវិធីលាងសោយខ្លួនឯងនៅផ្ទះងាយៗចាគឺមិនចំណាយអស់ប្រាក់ច្រើនទេគ្រាន់តែបងប្អូនមានក្រូចឆ្មាចំនួន7ផ្លែហើយនិងអំបិលចំនួន7ខាំចាអំបិលគ្រួសក៏បានអំបិលម៉ត់ក៏បានដែរបងប្អូនចាអំបិលហេម៉ាឡៃអីក៏បានដែរចាហើយក្រូចឆ្មាចំនួន7ផ្លែនោះគឺយើងចាត់ជាចំណិតណាបងប្អូនចាចាត់ជាចំណិតហើយអំបិលយើងថ្លឹងចំនួន7ខាំទៅចាហើយធម្មតាការលាងសោយនេះគឺអាចធ្វើបានរៀងរាល់មួយអាទិត្យម្ដងឬក៏ចាមួយខែបងប្អូនធ្វើបាន3 4ដងទៅបើសិនជាយើងចង់ខែឆុងថ្ងៃឆុងឆ្នាំឆុងអីចឹងណាចាហើយបើសិនយើងអត់ឆុងក៏បើយើងមានអារម្មណ៍ថាឈឺអីណាចាអារម្មណ៍អីដូចថាវាមិនសូវជាកាក់កព្រឹងអីមួយអីហ្នឹងក៏បងប្អូនអាចធ្វើវិធីលាងសោយនេះបានដែរចាឈឺច្រើនឬក៏មានដូចជាចិត្តតែមានរឿងនេះនោះកម្មកោសអីមេអីអត់សុបាយចិត្តអីគឺយើងអាចធ្វើវិធីនេះបានហើយយើងគ្រាន់តែមានទឹកអំបិលចាទឹកសយើងធម្មតាហ្នឹងចាយើងដាក់ក្នុងធុងពេត្រូមកឲ្យធ្វើមិនត្រាំទៅឲ្យធំពាក់កណ្ដាលកពួនជើងលើកកពួនជើងអញ្ចឹងណាចាហើយយើងដាក់អំបិល7ខាំចូលហើយក្រូចឆ្មា7តែយើងបានចិត្តហ្នឹងដាក់ចូលហើយយើងត្រាំជើងរយៈពេលពី40នាទីដល់1ម៉ោងណាបងប្អូនចាធ្វើបែបនេះទៅធ្វើយើងកាត់គ្រោះកាត់អីដែរអញ្ចឹងណាចាពីគ្រោះតូចទៅអត់គ្រោះអញ្ចឹងទៅចាហើយទឹកដែលយើងត្រាំរួចហើយក្រូចឆ្មាហ្នឹងគឺយើងកុំឲ្យក្មេងឬក៏ប៉ះពាល់យកទៅធ្វើអីទៀតអីគឺចាមានន័យថាយើងត្រូវចាក់ចោលអញ្ចឹងណាចាដាក់ស្នាមដាក់អីចឹងទៅឆ្មាហ្នឹងគឺកុំឲ្យក្មេងប៉ះពាល់ព្រោះនេះជាទឹកលាងគ្រោះលាងសោយរបស់យើងចាអរគុណបាយបាយសោយអញ្ចឹងបងប្អូនអាសាធ្វើទៅចាវាជួយកាត់បន្ថយគ្រោះបានមួយចំណែក